បងប្រុសជាង Kenji ប្រើឧបករណ៍ scan បច្ចេកវិទ្យាខ្ពស់នៅលើដៃរបស់គាត់ scan ស្លឹកឈើរហូតដល់វាប្រែជាពន្លឺពណ៌ខៀវទើបគាត់ហ៊ានកិនស្លឹកឈើនោះរួចបិទលើមុខរបួសដែលបាក់ស្អីទើបនឹងឆ្កូតព្រោះតែភពផែនដីនេះពោពេញទៅដោយគ្រោះថ្នាក់សូម្បីតែស្មៅនៅទីនេះក៏មុតស្រួចដូចកាំបិតដែរប៉ុន្តែទើបតែរងរបួសហើយគាត់ក៏បានឃើញដង្កូវមួយក្បាលដែលមើលទៅដូចជាគ្មានគ្រោះថ្នាក់ដោយឃ្លាននឹងរងាគាត់ទើបតែគិតចង់ដាក់វាចូលមាត់ស្រាប់តែឃើញដង្កូវនោះកំពុងរីកធំយ៉ាងលឿនបងប្រុសជាងដែលដឹងខ្លួនភ្លាមក៏បោះវាចោលបន្ទាប់ពីឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចបែបនេះបងរស់ជាងត្រូវតែបង្កើនការប្រុងប្រយ័ត្នប៉ុន្តែគាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងក៏បានជួបនឹងផ្លែឈើព្រៃមួយបាច់ដែលកំពុងរើបំរាស់បងប្រុសជាងចង់ដើរវាងផ្លូវដើម្បីកុំឲ្យមានរឿងអ្វីកើតឡើងតែបែរជាឃើញនាគហោះកំពុងហើរវិលវល់លើមេឃអ្វីដែលកាន់តែសោកនាដកម្មនោះគឺនាគនោះបានគប់ដុំធ្នូមួយដុំមករកបងប្រុសជាងហើយចៃដន្យចំផ្លែឈើព្រៃនៅក្បែរនោះផ្លែឈើព្រៃទាំងនេះបានបង្កឲ្យមានប្រតិកម្មជាបន្តបន្ទាប់ពីត្រូវបានវាយប្រហារហើយបានរីករាលដាលចេញមកអាហោះនឹកស្មានថាខ្លួនឯងនឹងត្រូវគេប្រហារជីវិតនៅនឹងកន្លែងតែមិននឹកស្មានថាដល់ពេលសំខាន់បងប្រុសបានបំពេញបញ្ជីជួយសង្គ្រោះជីវិតគាត់បន្ទាប់ពីបញ្ជូនបងជាងចូលក្នុងយានអវកាសគាត់ក៏នៅម្នាក់ឯងទប់ទល់នឹងកាំរស្មីឡាសែដែលឪពុកបាញ់មកភ្លាមនោះគាត់បានចុចកុងតាក់បិទយានអវកាសយ៉ាងណែនដែលជាចំណងបងប្អូនគួរឲ្យរំជួលចិត្តទោះបីថ្ងៃនេះស្លាប់ក៏ដោយក៏មិនអាចឲ្យឪពុកដែលវិកលចរិតនេះធ្វើបាបប្អូនប្រុសបានដែរនេះបានធ្វើឲ្យបងជាងដែលជាប់នៅក្នុងយានអវកាសខឹងសម្បាយ៉ាងខ្លាំងបើបន្តបែបនេះគាត់នឹងត្រូវឪពុកសម្លាប់មិនខានពិតមែនឪពុកបានចូលទៅនងរបៀបបំបាំងកាយដែលនេះមានន័យថាឪពុកលែងមានចិត្តទន់ភ្លន់ទៀតហើយការបំពេញបញ្ជាត្រូវតែបង់ថ្លៃយ៉ាងធ្ងន់ធ្ងរឃើញដៃបងប្រុសត្រូវកាត់បងជាងក៏ផ្ទុះកំហឹងភ្លាមតែទូគាត់គោះទ្វារយ៉ាងណាក៏មិនរបាក់ដែរមិនយូរប៉ុន្មានបងប្រុសក៏ត្រូវគេវាយដួលទៅលើដីរួចត្រូវគេចាក់ទម្លុះខ្លួនដោយដាវមួយដាវតែនៅពេលជិតស្លាប់ក៏មិនភ្លេចបញ្ជូនប្អូនប្រុសទៅឆ្ងាយដែរដោយបានចុចកុងតាក់យានអវកាសភ្លាមឪពុកដែលខឹងសម្បានោះក៏បានស្លាប់នៅពេលនោះទៅ